លោកកឹមសុខាប្រធានអតីតគណៈបកសង្គ្រោះជាតិត្រូវបានលើកលែងទោសតាមរយៈព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្ដីទីលោកហ៊ុនសែននាថ្ងៃទី25ខែឧសភាឆ្នាំ2026តាមរយៈព្រះរាជក្រឹត្យដដែលលោកកឹមសុខាត្រូវបានលើកលែងទោសពីការជាប់ពន្ធនាគាររយៈពេល27ឆ្នាំតែនៅបន្តជាប់ទោសបន្ថែមដែលរួមមានមិនអនុញ្ញាតឲ្យចេញក្រៅប្រទេសរយៈពេល5ឆ្នាំគ្មានសិទ្ធិចូលរួមបោះឆ្នោតនិងឈរឈ្មោះឲ្យគេបោះឆ្នោតលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានចាត់ទុកការលើកលែងទោសនេះជាជំហានមួយបន្ថែមដើម្បីពង្រឹងសាមគ្គីឯកភាពជាតិអ្នកវិភាគខ្លះយល់ស្របដូចនេះនិងខ្លះទៀតយល់ឃើញផ្សេងពីនេះតើការលើកលែងទោសលោកកឹមសុខាមានបង្កប់អត្ថន័យអ្វីខ្លះនៅក្នុងឆាកនយោបាយខ្មែរទីប្រឹក្សាច្បាប់មេធាវីអមរិនលោកសុកសំអឿនយល់ឃើញថាការលើកលែងទោសលោកកឹមសុខាគឺជាការអនុវត្តទៅតាមនីតិវិធីច្បាប់ត្រឹមត្រូវយើងមើលសហគមន៍បរិស័ទតែខ្ញុំយល់ប្រហែលជាក្នុងគណៈកម្មការដកសិទ្ធិនយោបាយតែអញ្ចឹងគាត់តែមិនរួចទោសមកតែអត់អាចធ្វើមេបកដឹកនាំបកអីធ្វើសកម្មភាពទេលោកបានបន្ថែមថាព្រោះតែមកសាត់លោកមានសិទ្ធិលើកលែងក្នុងរដ្ឋធម្មនុញ្ញលោកមានសិទ្ធិលើកលែងដូច្នេះវាធ្វើតាមនីតិវិធីច្បាប់ត្រឹមត្រូវហើយតែការលើកលែងទោសលោកកឹមសុខាត្រូវបានអ្នកវិភាគនយោបាយលោកសេងវ៉ាន់លីវិតម្លៃថាជាយុទ្ធសាស្ត្រនយោបាយមួយដ៏ល្អិតល្អន់របស់គណៈបកកណ្ដាលអំណាចការលើកលែងទោសលើរូបលោកកឹមសុខានៅពេលនេះមិនមែនជាសញ្ញានៃការផ្សះផ្សាជាតិពិតប្រាកដឬក៏ជាការបើកចំហលំហប្រជាធិបតេយ្យនោះទេប៉ុន្តែវាគឺជាយុទ្ធសាស្ត្រកែនយោបាយដ៏ល្អិតល្អន់និងមានលក្ខណៈស្មុគស្មាញជាទីបំផុតរបស់គណៈបកកណ្ដាលអំណាចតាមការពិនិត្យរបស់ខ្ញុំការសម្រេចចិត្តដោះលែងលោកកឹមសុខាមានសេរីភាពត្រឹមតែការដើរហើរក្នុងស្រុកដោយបន្តរក្សាទុកនៅបំរាមទស្សកម្មភាពនយោបាយនិងការហាមឃាត់មិនឲ្យចាក់ចេញពីប្រទេសឆ្លុះបញ្ចាំងពីចេតនារក្សាទុកអតីតមេបកប្រចាំងរូបនេះមិនឲ្យពាក់ព័ន្ធនឹងរឿងនយោបាយខ្ញុំមើលឃើញថាយន្តការនេះត្រូវបានបង្កើតឡើងដើម្បីទាញយកផលប្រយោជន៍ជាចន្ទសតបទាំងការបន្ធូរបន្ថយសម្ពាធការទូតពីប្រចាំប្រទេសការលាងជម្រះកំហុសឆ្គងជាប្រព័ន្ធក្នុងការរំលាយគណៈបក្សសង្គ្រោះជាតិដោយគណៈបព្វជិជនកម្ពុជាកន្លងមកនឹងការបង្វែរអារម្មណ៍សាធារណមតិជាតិនិងអន្តរជាតិឲ្យមើលឃើញថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតមានភាពទន់ភ្លន់ក្រោមរូបភាពនៃមនុស្សធម៌คล้ายគួររំលឹកថាលោកកឹមសុខាត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី3ខែកញ្ញាឆ្នាំ2017ដោយយោងលើវីដេអូថ្លែងសារក្នុងជំនួបជាមួយអ្នកគាំទ្រលោកនៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ2013ជាវីដេអូដែលត្រូវបានតុលាការចោទថាលោកកឹមសុខាប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាដោយមានការជួយជ្រោមជ្រែងពីបរទេសកាលពីថ្ងៃទី3ខែមិនិនាឆ្នាំ2023លោកកឹមសុខាប្រធានអតីតគណៈបកសង្គ្រោះជាតិត្រូវបានសាលាដំបងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន27ឆ្នាំពីបទសន្តិភាពជាមួយរដ្ឋបរទេសតុលាការក៏តម្រូវឲ្យសមត្ថកិច្ចឃុំខ្លួនលោកកឹមសុខានៅក្នុងផ្ទះដោយដកហូតសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយជាស្ថាពរក៏ប៉ុន្តែនៅថ្ងៃទី25ខែឧសភាម្សិលមិញនេះលោកកឹមសុខាត្រូវបានប្រមុខរដ្ឋស្ដីទីលោកហ៊ុនសែនចេញព្រះរាជក្រឹត្យលើកលែងទោសពីការជាប់ឃុំក្នុងផ្ទះតែសិទ្ធិនយោបាយរបស់លោកត្រូវបានដកហូតដដែលហើយលោកក៏មិនអាចធ្វើដំណើរទៅក្រៅប្រទេសរយៈពេល5ឆ្នាំទៀតភ្លាមក្រោយការលើកលែងទោសលោកកឹមសុខាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានអធិប្បាយក្នុងបណ្ដាញសង្គមយ៉ាងខ្លីថានេះជាជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិទោះយ៉ាងណាអតីតតំណាងរាជគណៈបកប្រឆាំងលោកអ៊ុំសំអានប្រាប់វិទ្យុបារាំងអន្តរជាតិ AFE នៅថ្ងៃអង្គារទី26ឧសភានេះថាការលើកលែងទោសលោកកឹមសុខាមិនមែនជាការផ្សះផ្សាជាតិតែជាការបង្វែរស្ថានភាពទៅវិញខ្ញុំយល់ថាការលើកលែងទោសដល់លោកកឹមសុខាដោយមានលក្ខខណ្ឌនេះគ្រាន់តែជាល្បិចនយោបាយរបស់លោកហ៊ុនសែនក្នុងការបំបីបំបាក់អ្នកប្រជាធិបតេយ្យហើយក៏ជាការបង្វែរស្ថានភាពពីបញ្ហាព្រំដែនដែលប្រជាពលរដ្ឋយល់ថាការដឹកនាំរបស់ហ៊ុនម៉ាណែតនេះបានធ្វើឲ្យបាត់បង់ទឹកដីរហូតដល់62ទីតាំងទៅប្រទេសថៃហើយមួយទៀតដោយសារតែការបរាជ័យរបស់លោកហ៊ុនម៉ាណែតក្នុងការបង្ក្រាបបទល្មើសនៃការឆបោកអនឡាញតែប៉ុណ្ណោះឯងដើម្បីឲ្យប្រជាពលរដ្ឋមានសមានចិត្តទៅលើការដឹកនាំរបស់លោកហ៊ុនម៉ាណែតថាអូមិនអីទេការធ្វើឲ្យបាត់បង់ទឹកដីប៉ុណ្ណឹងមិនអីទេនៅពេលដែលលើកលែងឲ្យទោះឲ្យលោកកឹមសុខាឲ្យបំភ្លេចរឿងបាត់បង់ទឹកដីចោលទៅមួយទៀតរឿងដែលបរាជ័យក្នុងការបង្ក្រាបបទល្មើសឆបោកតាមអនឡាញហ្នឹងក៏មិនអីដែរគាត់មានគុណសម្បត្តិលើកលែងទោសឲ្យលោកកឹមសុខាដូច្នេះរឿងហ្នឹងមិនសំខាន់នោះទេអាហ្នឹងវាអាចជាការបង្វែរស្ថានភាពហ្នឹងផងដែរណាលោកសេវ៉ាន់លីបានបន្ថែមថាគណៈបកកណ្ដាលអំណាចបានសម្លឹងឃើញផលប្រយោជន៍នយោបាយច្រើនណាស់ដែលបានមកពីការដោះលែងលោកកឹមសុខានៅពេលនេះផលប្រយោជន៍ទាំងនោះរួមមានការបំបែកបំបាក់សម្លេងបកប្រឆាំងបន្ថែមទៀត
និងការបន្ថយសម្ពាធរបស់សហគមន៍អន្តរជាតិរឿងប្រជាធិបតេយ្យក៏ដូចជាការរកច្រកដោះស្រាយចំនួនព្រំដែនជាមួយប្រទេសថៃឥឡូវពេលនេះពេលវេលានៃការដោះលែងក៏អាចបង្ហាញយ៉ាងខ្លាំងនិងតម្រូវការបន្ធូរបន្ថយគម្លាតការទូតពីប្រចាំលោកដើម្បីរដ្ឋាភិបាលលោកហ៊ុនម៉ាណែតមានសេរីភាពពេញលេញក្នុងការដោះស្រាយរបៀបវេរការទូតដល់សាបជាមួយប្រទេសជិតខាងដូចជាការចរចាលើបញ្ហាព្រំដែនសមុទ្រនិងតំបន់ទាមទារទស្សន៍គ្នារវាងកម្ពុជានិងថៃដោយធានាថាកម្លាំងប្រឆាំងនឹងមិនអាចទាញយកបញ្ហាចិត្តនិយមមកធ្វើជាឧបករណ៍បំផុសចលនាប្រឆាំងនឹងលោកហ៊ុនម៉ាណែតនាពេលអនាគតចំណុចសំខាន់មួយទៀតដែលខ្ញុំចង់សង្កត់ធ្ងន់គឺការបន្តរដ្ឋបិទមិនឲ្យលោកកឹមសុខាចាក់ចេញទៅក្រៅប្រទេសដែលបញ្ជាក់យ៉ាងច្បាស់ពីក្តីបារម្ភនិងការភ័យខ្លាចយ៉ាងជ្រាលជ្រៅរបស់របបក្រុងភ្នំពេញចំពោះឥទ្ធិពលនិងទម្ងន់នៃសម្ដីរបស់លោកកឹមសុខាលើឆាកអន្តរជាតិខ្ញុំយល់ថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតនឹងច្បាស់ថាប្រសិនបើលោកកឹមសុខាត្រូវបានអនុញ្ញាតឲ្យមានសេរីភាពពេញលេញនៅក្នុងការឈានជើងចូលទៅក្នុងសហគមន៍អន្តរជាតិលោកកឹមសុខានឹងក្លាយជាសាក្សីរស់ដ៏មានឥទ្ធិពលបំផុតនៅក្នុងការបកអាក្រាតការពិតនិងទម្លាយពីខ្សែញាក់នៃល្បែងនយោបាយដ៏កខ្វក់ព្រមទាំងរំលោភសិទ្ធិមនុស្សជាប្រព័ន្ធរបស់ភ្នំពេញសម្រាប់អ្នកនាំពាក្យគណៈបកកណ្ដាលអំណាចលោកជាធិរិតការលើកលែងទោសលោកកឹមសុខាជាគុណធម៌នយោបាយដ៏ល្អមួយរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាខ្ញុំយល់ថានេះជាទស្សនៈចង្អៀតចង្អល់ពេកហើយបើទោះបីជាពួកគេស្អប់លោកកឹមសុខាប៉ុណ្ណាក៏មិនដល់ថ្នាក់នៅពេលដែលឃើញលោកកឹមសុខាបានមានសេរីភាពបានជួបជុំជាមួយនឹងម្ដាយបានមើលថែម្ដាយហើយនោះទៅជាមានអារម្មណ៍ចំណែនទៅវិញខ្ញុំយល់ថានេះជាការជលនិយមហើយខ្ញុំដឹងថាការជលនិយមនេះគឺការចេញពីក្រុមប្រមាណអ្នកនឹងដែលមិនសប្បាយចិត្តទេនៅពេលដែលឃើញលោកកឹមសុខាមានសេរីភាពនោះអញ្ចឹងវាអត់មានអីចម្លែកទេហើយខ្ញុំសូមបញ្ជាក់ថានេះជាគុណធម៌នយោបាយដែលសម្ដេចធិបតីហ៊ុនម៉ាណែតបានធ្វើក្នុងឋានៈលោកជានាយករដ្ឋមន្ត្រីស្នើឲ្យព្រះមហាក្សត្រឲ្យមានការលើកលែងទោសដោយមើលឃើញអំពីភាពចាំបាច់និងតម្រូវការរបស់លោកកឹមសុខាក្នុងដំណាក់កាលនៃម្ដាយរបស់គាត់ចុងក្រោយដែលត្រូវការមើលថែទាំម្ដាយនេះហើយជាគុណធម៌ដែលខ្មែរទាំងអស់ត្រូវការហើយខ្មែរទាំងអស់ត្រូវមានមិនគួរណាច្រណែនចង្អៀតចង្អល់ដោយក្រុមប្រមាណអ្នកនោះទេបាទយ៉ាងណាក្តីលោកអ៊ុំសំអានថ្លែងថាលោកកឹមសុខាគួរបានទទួលសិទ្ធិធ្វើនយោបាយឡើងវិញហើយអតីតគណៈបកសង្គ្រោះជាតិក៏គួរត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញបន្ថែមពីនេះអ្នកទោសមនសិការជាច្រើនផ្សេងទៀតក៏ត្រូវទទួលបានសេរីភាពមកវិញដែរហើយដើម្បីឲ្យមានការផ្សះផ្សាជាតិពិតប្រាកដគឺត្រូវផ្ដល់សេរីភាពឲ្យលោកកឹមសុខាពេញលេញតែម្ដងគឺឲ្យគាត់អាចចេញទៅក្រៅប្រទេសដើម្បីព្យាបាលជំងឺហើយនឹងអាចមានសិទ្ធិធ្វើនយោបាយឡើងវិញហើយម្យ៉ាងទៀតគឺត្រូវធ្វើម៉េចអនុញ្ញាតឲ្យលោកសំរងស៊ីហើយនឹងអ្នកនយោបាយនៅក្រៅប្រទេសនឹងអាចវិលចូលទៅក្នុងប្រទេសវិញដើម្បីធ្វើនយោបាយដោយធម្មតាហ្នឹងបានបង្ហាញពីការផ្សះផ្សាជាតិហើយឲ្យខ្មែរខ្លាំងអាចប្រឆាំងទៅនឹងការឈ្លានពានពីសំណាក់ប្រទេសថៃបានបើតាមលោកផែងហេងមេធាវីការពារក្តីឲ្យលោកកឹមសុខាការលើកលែងទោសកូនក្តីនៅពេលនេះជាចំណុចចាប់ផ្ដើមនៃដំណើរការផ្សះផ្សាជាតិនិងការកសាងទំនុកចិត្តក្នុងចំណោមអ្នកនយោបាយខ្មែរបាទធម្មតាមេធាវីគាត់ការពារក្តីក៏ចង់បានរួចផុតពីបទចោទទាំងអស់និងទាមទារសេរីភាពពេញលេញមកវិញប៉ុន្តែយើងឃើញមកដល់ចំណុចនេះអាដាមកឹមសុខាសុខចិត្តទទួលយកការដោះស្រាយតាមបែបនយោបាយដើម្បីផ្សះផ្សាជាតិនិងជាផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋខ្មែរអញ្ចឹងព្រះរាជក្រឹត្យនេះគឺជាជំហានចាប់ផ្ដើមនៃការបង្ហាញពីឆន្ទៈផ្សះផ្សាហើយនឹងឈានទៅការជឿជាក់រវាងអ្នកនយោបាយទាំងនេះយើងគិតថាជាជំហានបឋមហើយអ្វីទៀតយើងគិតថានឹងមានការទៅចែកតទៅទៀតបាទមិនចប់ត្រឹមប៉ុណ្ណឹងទេហើយដូចខ្ញុំលើកឡើងជារឿយធម្មតាមូលទោសត្រូវដកត្រូវរត់ចឹងអនុទោសឬទោសបន្ថែមដែលជាទោសរណបនិងមូលទោសនោះវាត្រូវតែរលត់តែយ៉ាងណាយើងគិតថានេះជាដំណោះស្រាយនយោបាយចឹងព្រះរាជក្រឹត្យនេះគឺមានលក្ខណៈជាដំណោះស្រាយបែបនយោបាយចឹងខ្ញុំគិតថាមួយជំហានអ្នកនយោបាយអាចទាំងឈានទៅការដោះស្រាយទាំងស្រុងហើយនឹងពង្រឹងនីតិរដ្ឋ
សាសនាជាតិនិងប្រជាធិបតេយ្យឡើងវិញ គូជ្រាបថានៅព្រឹកថ្ងៃអង្គារទី26ឧសភាអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីតុលាការបានយកកំណត់ហេតុស្តីពីការអនុវត្តព្រះរាជក្រឹត្យលើកលែងទោសទៅប្រគល់ជូនលោកកឹមសុខានៅឯគេហដ្ឋានរបស់លោកក្នុងខណ្ឌទួលគោករាជធានីភ្នំពេញតាមមាត្រា2នៃកំណត់ហេតុនេះលោកកឹមសុខាត្រូវអនុវត្តតាមលក្ខខណ្ឌសំខាន់ៗមួយចំនួនបន្ទាប់ពីលោកត្រូវបានលើកលែងទោសពីការជាប់ពន្ធនាគារចំនួន27ឆ្នាំក្នុងនោះគឺលោកមិនអាចចូលរួមការបោះឆ្នោតឈរឈ្មោះឲ្យគេបោះឆ្នោតធ្វើសកម្មភាពនយោបាយហើយលោកក៏មិនត្រូវចាក់ចេញពីប្រទេសកម្ពុជាសម្រាប់រយៈពេល5ឆ្នាំលោកកឹមសុខាដែលបានចេញមកទទួលយកកំណត់ហេតុនោះបានប្រាប់អ្នកកសែតថាលោកសូមរក្សាភាពស្ងៀមស្ងាត់ដោយសារលោកកំពុងមានទុក្ខធុរៈក្នុងគ្រួសារខ្ញុំអត់ទាន់ធ្វើទេខ្ញុំរក្សាភាពស្ងប់ស្ងាត់ដោយសារខ្ញុំមានទុក្ខធំបណ្ដាឈឺជាអត្ថិភាពរបស់ខ្ញុំណាខ្ញុំទី2ខ្ញុំនឹងទៅបួសសំគុណបណ្ដាខ្ញុំណាប៉ុណ្ណេះចុះ